ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk មានតម្លៃជាទឹកប្រាក់ជាង$2 trillion នៅបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនឡើងថ្លៃនៅក្នុងចំនួនមួយដ៏ខ្ពស់ប្រមាណ 20% នៅម៉ោងបិទទីផ្សារមូលបត្រ Wall Street នៅថ្ងៃសុក្រទី 12 មិថុនាពលគឺនៅតែមួយថ្ងៃក្រោយពីក្រុមហ៊ុន SpaceX ប្រកាសដាក់លក់ភាគហ៊ុនចំនួន$555 លាននៅក្នុងតម្លៃ$135នៅក្នុងមួយភាគហ៊ុនអ្នកវិនិយោគជ្រុលទិញភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX នៅក្នុងតម្លៃដ៏ខ្ពស់អាចជាសញ្ញានៃការជឿទុកចិត្តហើយនឹងទំនោរគាំទ្ររបស់អ្នកវិនិយោគទៅលើវិស័យបច្ចេកវិទ្យានវានុវត្តន៍បង្កើតឡើងនៅឆ្នាំ2022ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលដំបូងឡើយផ្ដោតសំខាន់តែលើ Rocket បានបែកគំនិតបោះទុនវិនិយោគទៅលើកម្មវិធីបញ្ញាសិប្បនិម្មិត XAI ហើយនឹងផ្កាយរណបជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុន SpaceX មហាសេដ្ឋី Elon Musk មានភាគហ៊ុនរបស់ខ្លួនចំនួន 42% តម្លៃភាគហ៊ុនរបស់ SpaceX មានតម្លៃយ៉ាងខ្ពស់យ៉ាងដូចនេះធ្វើឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Elon Musk កើនឡើងច្រើនជាង$1 trillionអាចនិយាយបានថាគិតចាប់តាំងពីថ្ងៃសុក្រទី 13 មិថុនាមកលោក Elon Musk មិនត្រឹមតែជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងពិភពលោកតែប៉ុណ្ណោះទេក៏ប៉ុន្តែនេះគឺជាលើកទី1បំបែកអក្ខតកម្មដែលមនុស្សម្នាក់នៅលើផែនដីមានទ្រព្យសម្បត្តិច្រើនជាង$1 trillion $1 trillion នេះគឺស្មើទៅនឹងផលិតផលនៅក្នុងស្រុកសរុបរយៈពេល1ឆ្នាំរបស់ប្រទេសអ្នកមានដូចជាប្រទេសស្វីសឬក៏ប្រទេសប៉ូឡូញជាដើម។